មនុស្សគ្រប់គ្នាចង់បានភាពជោគជ័យមនុស្សគ្រប់គ្នាចង់បានការរីកចម្រើនប៉ុន្តែមនុស្សជាច្រើនមិនអាចធ្វើវាបានពួកគេបរាជ័យមិនមែនដោយសារតែវាពិបាកខ្លាំងឬពួកគេគ្មានសមត្ថភាពធ្វើវានោះទេប៉ុន្តែដោយសារពួកគេគិតថាដើម្បីសម្រេចការងារធំយើងត្រូវតែធ្វើវាឲ្យរួចតែម្ដងពួកគេរងចាំពេលវេលាដែលល្អឥតខ្ចោះផែនការដែលល្អឥតខ្ចោះហើយដោយសារតែការពន្យាពេលធ្វើឲ្យក្តីសុបិនរបស់ពួកគេមិនអាចសម្រេចបានតើអ្នកដឹងទេថាភាពជោគជ័យមិនមែនកើតឡើងដោយសារតែការធ្វើវាម្ដងទាំងអស់នោះទេប៉ុន្តែវាកើតឡើងពីការធ្វើវាបន្តិចម្ដងដោយគ្រាន់តែធ្វើការអភិវឌ្ឍខ្លួនរបស់អ្នក 1% ជារៀងរាល់ថ្ងៃនោះជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរ360ដឺក្រេរឿងថ្ងៃនេះនិយាយអំពីសុខគាត់ជាសិស្សធម្មតាម្នាក់មិនថាចំណាត់ថ្នាក់ក្នុងការប្រឡងឬសកម្មភាពណាមួយក្នុងសាលាគាត់ធ្វើមិនបានល្អទេបើប្រៀបធៀបជាមួយនឹងមិត្តភ័ក្តិរបស់គាត់ក៏ដឹងថាខ្លួនឯងធ្វើមិនបានល្អដែរហើយគាត់ក៏បានព្យាយាមកែប្រែខ្លួនឯងណាស់ដែរតែរាល់ពេលដែលគាត់ចាប់ផ្ដើមធ្វើវាគឺធ្វើបានតែដំបូងប៉ុន្មានថ្ងៃប៉ុណ្ណោះគាត់ក៏ឈប់ធ្វើវាទៀតហើយគាត់គិតថាប្រហែលដោយសារតែវាហួសសមត្ថភាពរបស់គាត់ហើយដោយសារតែការគិតបែបនេះហើយទើបធ្វើឲ្យសុកនៅតែជាសិស្សធម្មតាម្នាក់ថ្ងៃមួយសុកទៅលេងផ្ទះជីតារបស់គាត់នៅជាក្រុងជីតារបស់គាត់កំពុងតែឆ្លាក់រូបព្រះនាងកុងស៊អ៊ីមមួយរូបសុកក៏សួរទៅជីតារបស់គាត់ថាលោកតាហេតុអ្វីបានជាលោកតាចំណាយពេលយូរម្ល៉េះដើម្បីឆ្លាក់រូបព្រះនាងកុងស៊អ៊ីមនេះតារបស់គាត់ញញឹមហើយនិយាយថាតើចៅមានឃើញក្បាច់រចនានេះដែរឬទេវាមើលទៅដូចជាស្រួលធ្វើប៉ុន្តែដើម្បីទទួលបានភាពស្រស់ស្អាតទាក់ភ្នែកយើងត្រូវធ្វើវាដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នបំផុតសុកមិនយល់ពីអ្វីដែលតាគាត់បាននិយាយនោះទេតារបស់សុកក៏បន្តទៀតថាជីវិតរបស់យើងប្រៀបដូចជាការឆ្លាក់ក្បាច់នេះអញ្ចឹងយើងមិនអាចឆ្លាក់ក្បាច់នេះឲ្យរួចក្នុងពេលតែមួយយប់បានទេគឺត្រូវធ្វើវាបន្តិចម្ដងតាមដំណាក់កាលទើបអាចបដូរពីដុំថ្មមួយដុំទៅជាចម្លាក់ដ៏ល្អប្រណិតបានក្រោយពីស្ដាប់តារបស់គាត់និយាយហើយគាត់ក៏សន្យានឹងខ្លួនឯងថានឹងធ្វើការអភិវឌ្ឍខ្លួនឯងឲ្យបាន 1% ជារៀងរាល់ថ្ងៃជំនួសឲ្យការរៀនម្ដង3ម៉ោងបន្ថយមករៀនត្រឹមតែ15នាទីក្នុងមួយថ្ងៃហើយគាត់ត្រូវបន្ថែម5នាទីជារៀងរាល់ថ្ងៃជំនួសឲ្យការដើរហាត់ប្រាណ3គីឡូម៉ែត្រក្នុងមួយថ្ងៃគាត់ចាប់ផ្ដើមអាវ៉ង់5ដងក្នុងមួយថ្ងៃហើយថែមមួយដងជារៀងរាល់ថ្ងៃជំនួសឲ្យការចង់ចេះភាសាអង់គ្លេសក្នុងពេលរយៈពេលមួយយប់គាត់ចាប់ផ្ដើមរៀនពាក្យថ្មី5ពាក្យក្នុងមួយថ្ងៃដំបូងឡើយគ្មានអ្នកណាមើលឃើញពីការរីកចម្រើនរបស់គាត់ទេសូម្បីតែសុខខ្លួនឯងផ្ទាល់ក៏យល់ថាគាត់មិនមានអ្វីប្លែកនោះដែរប៉ុន្តែមួយខែក្រោយមកការវិភាគរបស់គាត់រៀន15នាទីក្នុងមួយថ្ងៃបានកើនដល់2ម៉ោងក្នុងមួយថ្ងៃអាវ៉ង់របស់គាត់កើនបាន50ដងក្នុងមួយថ្ងៃហើយពាក្យថ្មីដែលគាត់បានរៀនកើនបាន150ពាក្យក្នុងមួយថ្ងៃហើយអ្វីដែលសំខាន់នោះគឺគាត់មានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំងពេលវេលាចេះតែកន្លងទៅមិត្តរួមថ្នាក់របស់គាត់ចាប់ផ្ដើមសម្គាល់ឃើញពីការរីកចម្រើនរបស់គាត់ខ្លាចទៅជាអ្នកដែលអាចឆ្លើយសំណួររបស់គ្រូសួរច្រើនជាងគេនៅក្នុងថ្នាក់រាងកាយរបស់គាត់រឹងមាំព្រមទាំងមានសុខភាពល្អថ្ងៃមួយសុកមានឱកាសបានចូលរួមក្នុងការប្រកួតមតិនៅក្នុងសាលារបស់គាត់ហើយគាត់ធ្វើបានយ៉ាងល្អព្រមទាំងទទួលបានមេដាយសម្រាប់ការប្រកួតនេះផងដែររហូតធ្វើឲ្យគ្រូរបស់គាត់នាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយសួរគាត់ថាតើហេតុអ្វីបានជាឯងរីកចម្រើនខ្លាំងដល់ថ្នាក់នេះសុកញញឹមហើយតបថាខ្ញុំធ្វើការអភិវឌ្ឍខ្លួនឯងដោយធ្វើវាបន្តិចម្ដងត្រឹមតែ 1% ក្នុងមួយថ្ងៃនេះហើយជារូបមន្តសម្ងាត់នៃភាពជោគជ័យវាមិនត្រូវការឲ្យអ្នកសម្រេចក្នុងពេលតែមួយយប់នោះទេវាត្រូវការអត់ធ្មត់ធ្វើវាបន្តិចម្ដងដោយអ្នកយកប្រាក់ទៅដាក់នៅធនាគារអញ្ចឹងបើអ្នកដាក់កាន់តែយូរនោះអ្នកនឹងទទួលបានការប្រាក់កាន់តែច្រើនបើអ្នកគិតថាខ្លួនគ្មានសមត្ថភាពសម្រាប់ការងារណាមួយបានសូមរំលឹករឿងរបស់សុខជារឿយគ្មានការងារណាមួយអាចជោគជ័យត្រឹមមួយយប់នោះទេហើយសួរខ្លួនអ្នកថាតើអ្វីដែលអាចឲ្យខ្ញុំរីកចម្រើនបាន 1% ល្អជាងថ្ងៃម្សិលមិញ